ម៉ាស៊ីនម្ជុលមួយម៉ាហ៊ីការីនេះជាលេខម៉ូដែលម៉ាហ៊ីការីខាងលើជាតាប់ឡូផ្ទាំងចុចប្រភេទនឹងរបៀបកំណត់ល្បឿនខាងក្រៅដោះសោល្បឿនខាងក្នុងកំណត់ល្បឿនសាប់មុខក្រោយកំណត់ល្បឿនសាប់មុខអូតូបង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការម៉ាស៊ីនដំណើរការទៅមុខយឺតបែបហ្នឹងបង្វែរមកតាប់ឡូយើងវិញចុចលើប៊ូតុងអក្សរ P ចេញល្បឿនខាងក្រៅ 5000 បងប្អូនចុចលេខដកឬលេខបូកកំណត់ល្បឿនខាងក្រៅយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្្នឹងទៅរួចចុចលើប៊ូតុងអក្សរ F អញ្ចឹងយើងទៅកំណត់ល្បឿនខាងក្នុងវិញម្ដងចុចលើប៊ូតុងអក្សរ P ឲ្យជាប់នឹងប៊ូតុងនឹងដកដៃចេញអក្សរនិងលេខបែបហ្នឹងគឺវាទាមទារឲ្យយើងបញ្ចូលលេខកូដសម្ងាត់អញ្ចឹងលេខកូដសម្ងាត់តាប់ឡូផ្ទាំងចុចប្រភេទហ្នឹងលេខកូដការ៉េ2ឬមួយក៏លេខកូដការ៉េ1អញ្ចឹងខ្ញុំកំណត់បញ្ចូលលេខកូដការ៉េ2ឲ្យបងប្អូនមើលជាមុនសិននៅពេលដែលយើងកំណត់បញ្ចូលលេខកូដការ៉េ2រួចហើយចុចលើប៊ូតុងអក្សរ P ចេញអក្សរ P និងលេខបែបហ្នឹងបងប្អូនចុចលេខដកឬលេខបូកកំណត់យកអក្សរ P លេខ38គឺជាកន្លែងកំណត់ល្បឿនខាងក្នុងអញ្ចឹង P លេខ38ល្បឿនខាងក្នុង1000បងប្អូនចុចលេខដកឬលេខបូកកំណត់ល្បឿនខាងក្នុងយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្្នឹងទៅល្បឿនខាងក្នុងអស់ត្រឹម7500បើសិនជាយើងកំណត់ទៅមុខទៀតល្បឿននឹងធ្លាក់មកល្បឿន200វិញអញ្ចឹងខ្ញុំចុចលេខដកកំណត់ល្បឿនខាងក្នុង7500រួចចុចលើប៊ូតុងអក្សរ E បង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការម៉ាស៊ីនដំណើរការទៅមុខយឺតដដែលបង្វែរទៅតាប់ឡូផ្ទាំងចុចយើងវិញបើសិនជាយើងកំណត់ល្បឿនខាងក្នុងលេខកូដការ៉េ2ហើយល្បឿនម៉ាស៊ីននៅតែយឺតទៀតអញ្ចឹងយើងទៅកំណត់ល្បឿនខាងក្នុងលេខកូដការ៉េ1វិញម្ដងចុចលើប៊ូតុងអក្សរ P ឲ្យជាប់ប៊ូតុងលេខបូក1មកលេខដក1មកចេញបែបហ្នឹងរួចចុចលើប៊ូតុងនឹង1ចេញបែបនេះគឺវាទាមទារឲ្យយើងបញ្ចូលលេខកូដអញ្ចឹងយើងវាបញ្ចូលលេខកូដការ៉េ1រួចចុចលើប៊ូតុងអក្សរ P ចេញអក្សរ P និងលេខបែបហ្នឹងបងប្អូនចុចលេខដកឬលេខបូកកំណត់យកអក្សរ P លេខ38គឺជាកន្លែងកំណត់ល្បឿនខាងក្នុងអញ្ចឹង P លេខ38ល្បឿនខាងក្នុង1000បងប្អូនចុចលេខដកឬលេខបូកកំណត់ល្បឿនខាងក្នុងយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្្នឹងទៅល្បឿនខាងក្នុងអស់ត្រឹម7500បើសិនជាយើងកំណត់ទៅមុខទៀតល្បឿននឹងធ្លាក់មកល្បឿន200វិញអញ្ចឹងខ្ញុំចុចលេខដកកំណត់ល្បឿនខាងក្នុង7500រួចចុចលើប៊ូតុងអក្សរ E បង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការម៉ាស៊ីនដំណើរការទៅមុខលឿនឡើងវិញហើយបង្វែរទៅតាប់ឡូផ្ទាំងចុចយើងវិញបន្តទៅមុខទៀតរបៀបកំណត់ល្បឿនសាប់មុខក្រោយនិងកំណត់ល្បឿនសាប់មុខអូតូចុចលើប៊ូតុងអក្សរ P ឲ្យជាប់និងប៊ូតុងនឹងចេញបែបហ្នឹងគឺវាទាមទារឲ្យយើងបញ្ចូលលេខកូដអញ្ចឹងយើងវាបញ្ចូលលេខកូដការ៉េ2នៅពេលដែលយើងបញ្ចូលលេខកូដរួចហើយចុចលើប៊ូតុងអក្សរ P ចេញអក្សរ P និងលេខបែបហ្នឹង
បងប្អូនចុចលេខដកឬលេខបូកកំណត់យក P03 គឺល្បឿនសរុបបើសិនជាបងប្អូនចង់បានល្បឿនសរុបយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់យកល្បឿនសរុបប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S ចុចប៊ូតុងលេខបូកកំណត់យក P04 គឺល្បឿនសັບមុខដំបូងបើសិនជាបងប្អូនចង់បានល្បឿនសັບមុខដំបូងយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់យកល្បឿនសັບមុខប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S ចុចប៊ូតុងលេខបូកកំណត់យក P05 គឺល្បឿនសັບមុខចុងក្រោយបើសិនជាបងប្អូនចង់បានល្បឿនសັບមុខចុងក្រោយយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់យកល្បឿនសັບមុខចុងក្រោយប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S ចុចប៊ូតុងលេខបូកកំណត់យក P06 គឺល្បឿនសັບមុខអូតូបើសិនជាបងប្អូនចង់បានល្បឿនសັບមុខអូតូយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់យកល្បឿនសັບមុខអូតូប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S ចុចប៊ូតុងលេខបូកកំណត់យក P លេខ15គឺជាកន្លែងកំណត់ល្បឿនសັບមុខសរុបបើសិនជាបងប្អូនចង់បានល្បឿនសັບមុខសរុបយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់ល្បឿនសັបមុខសរុបយកប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S ចុចប៊ូតុងលេខបូកកំណត់យកអក្សរ P លេខ38គឺជាកន្លែងកំណត់ល្បឿនខាងក្នុងបើសិនជាបងប្អូនចង់បានល្បឿនខាងក្នុងយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចលេខដកឬលេខបូកកំណត់ល្បឿនខាងក្នុងយកប៉ុណ្ណឹងទៅរួចចុចលើប៊ូតុងអក្សរ S អញ្ចឹង P លេខ65និងលេខ93ម៉ាស៊ីនគាំងមិនដំណើរការទៅមុខ P លេខ92និងលេខ54តាបឡូផ្ទាំងចុចលោតភ្លើងផ្លឹបផ្លែតម៉ាស៊ីនមិនដំណើរការទៅមុខ P លេខ51បិទកាំបិតកាត់អំបោះខាងក្រោមឬក៏លោតតែកាក់ក្រចំចេះឬក៏គាំងកាំបិតP លេខ99គឺជាកន្លែងផ្លាស់ប្ដូរលេខកូដចាក់សោប៊ូតុងការ៉េ2បើសិនជាបងប្អូនកំណត់លេខទាំងអស់នឹងនៅលេខកូដការ៉េ2មិនបានទេបងប្អូនចូលទៅកំណត់លេខកូដការ៉េ1ប្រូក្រាមម៉ាស៊ីនមួយជុលមួយម៉ាហ៊ីការីគឺមានតែប៉ុណ្្នឹងទេសូមអរគុណ